ជំរាបសួរពុកម៉ែបងប្អូនអរគ្នានេះជាករណីនៃការរួមតូចនៃប្រហោងឆ្អឹងកងចំកេះភាសាបច្ចេកទេសថា Lumbar Spine Stenosis សញ្ញារបស់វាទី1បងពុកម៉ែបងប្អូនដើរអត់បានឆ្ងាយទេកាលណាដើរឆ្ងាយវាជោគរួយចាក់ពីចង្កេះមកជើងហើយធ្វើឲ្យយើងទៅមុខឡើងរួចអញ្ចឹងទៅយើងអង្គុយមកផ្លែតសិនហើយបើយើងទៅមុខទៀតបានហើយបើសិនជាក្នុងក្រណៈធ្ងន់ធ្ងរវាគៀបខ្លាំងគឺពុកម៉ែបងប្អូននឹងឈឺពីចង្កេះមកជើងខ្លាំងពិបាកដើរពិបាកអង្គុយពិបាកឈរហើយនឹងពិបាកបាត់ជើងធំទូទៀតមានន័យថាពុកម៉ែបងប្អូនពិបាកក្នុងការបញ្ជាបន្ទោបង់ការបន្ទោបង់អញ្ចឹងពុកម៉ែបងប្អូនបាទវិធីសាស្ត្រនៃការព្យាបាលវាយើងត្រូវយកអាសរសៃពួរចង្កេះនឹងចេញនេះពុកម៉ែបងប្អូនអាសរសៃពណ៌សហ្នឹងវាកាលណាវារីកទៅវាទៅសកត់ទៅលើសរសៃប្រសាទរបស់យើងហើយការសកត់លើសរសៃប្រសាទរបស់យើងវាមិនមែនឈឺដោយការលានឌីសគៀបតែសរសៃមួយទេអានេះវាគៀបសរសៃទាំងអស់មានន័យថាមកកណាត់ចង្កេះចុះក្រោមគឺវាគៀបហើយសរសៃហ្នឹងអញ្ចឹងបានធ្វើឲ្យពុកម៉ែបងប្អូនមានបញ្ហាពិបាកបញ្ជាមកកណាត់ខ្លួនចុះក្រោមបូករួមទាំងការពិបាកបាត់ជើងធំជើងតូចទៀតនៅក្នុងលក្ខណៈធ្ងន់ធ្ងរកាលណាវាគៀបខ្លាំងនេះខ្ញុំព្យាយាមកាត់វាម្ដងតិចអាស័យពូហ្នឹងណាកាត់អានឹងអស់បានយើងឃើញនេះពុកម៉ែបងប្អូនឃើញទេឡើងទលីល្វឹងមានថាវាលែងមានការគៀបសង្កត់ទៅលើសរសៃវិញ្ញាណយើងនឹងទៀតហើយអញ្ចឹងក្រោយការចោះយកដោយបច្ចេកទេស endoscope UVE យើងឃើញវាទលាយខ្លាំងអញ្ចឹងការបច្ចេកទេសនេះយើងចោះតែ2ហ៊ុននេះពុកម៉ែបងប្អូនមហ៊ុនមានប្រវែងប្រហែលជាកន្លះសង់ទីម៉ែត្រទេអញ្ចឹងយើងចោះ2ហ៊ុនទៅយើងអាចធ្វើការងារនឹងបានណាវាខុសពីការវះដោយបើកការវះដោយបើកយើងត្រូវបើកប្រវែងប្រហែលជា6ទៅ7សង់ទីម៉ែត្របាទបច្ចេកទេស endoscope UVE ទី1គឺរក្សាទំនឹងឆ្អឹងកងខ្នងយើងរឹងមាំស្នាមរបួសតូចបាត់បង់ជាបន្តិចមានប្រសិទ្ធភាពខ្ពស់ហើយពុកម៉ែបងប្អូនឆាប់វិលទៅរកស្ថានភាពប្រក្រតីវិញគឺមានន័យថាក្រោយពីការចោះគឺពុកម៉ែបងប្អូនដើរបានឆ្ងាយជាងមុនมันមានការជោគរយសពន្ធហើយបញ្ជាការបាត់ជើងធំទូចបានធម្មតាមកវិញបាទអរគុណពុកម៉ែបងប្អូនទាំងអស់